bờ trong bàn ôi về sọc ngọc dừng lên hạt bỏ mùi bán ngọc à lâu trong bàn ấyถ้า trong bàn chật ngọc cònแต่ chụp trong ở bàn chật ngọc tới sọc à cùng bọc hòm về chẳng á nên là chứng cá dương cùng pung ta tình tân rong chăm tha thường mệnh nó ở chọc chật nó bị sọc ngọc à cả nè để dương trong ở ngọc nó bị tô mà nó việt từ đi từ nó mấy bàn về mình ngọc nè cùng trong bàn ngọc tiết là vậy à chẳng áពីព្រោះអីវាអត់លើសពីធម៌ដែលព្រះអង្គសម្ដែងទេតាតណ្ហាយៈសេចក្តីសោកសេចក្តីភ័យការព្រួយបារម្ភទាំងអស់ហ្នឹងមកអំពីតណ្ហាដែលយើងប្រាថ្នាដូរជំនួសរបស់ដែលមានហ្នឹងអញ្ចឹងយើងត្រូវដឹងថាគ្រប់យ៉ាងមិនអាចកែប្រែបានទេដូចជាយើងកុំឡៃទៅឲ្យអញ្ញឹមស្ដាប់ធម៌ចាំស្ដាប់ធម៌ចប់ចាំអញ្ញឹមហ្នឹងពធដែលជួយបំភ្លឺយើងនេះគឺអត់មកកែប្រែរឿងដែលកំពុងមានទេប៉ុន្តែគ្រាន់តែមកបើកផ្ងាគំនិតតែប៉ុណ្ណោះឧទាហរណ៍យើងប្រាប់មនុស្សម្នាក់ដែលកំពុងតែដើរតាមផ្លូវហើយមិនបានបើកភ្នែកហើយយើងប្រាប់ថាបត់ឆ្វេងបត់ស្ដាំទៅមុខត្រង់គឺលំបាកប្រសិនបើបានបើកភ្លើងឲ្យគាត់មើលឃើញហើយឲ្យគាត់សម្រេចចិត្តដើរដោយខ្លួនឯងពិតជាស្រួលជាងមែនទេចឹងហ្នឹងញ៉ាំហ្នឹងហើយសម្រាប់មនុស្សដែលមិនស្គាល់ផ្លូវហើយយើងមិនព្រមបង្ហាញឲ្យគាត់ឃើញផ្លូវចេះតែប្រាប់ឲ្យទៅមុខទៅឆ្វេងទៅស្ដាំចេះទៅទាំងសេចក្តីសង្ស័យទោះបីជាមានអ្នកប្រាប់ក៏ដោយក៏នៅតែសង្ស័យដែរប៉ុន្តែពធហ្នឹងគឺมันបានទៅបញ្ជាឲ្យយើងបត់ឆ្វេងបត់ស្ដាំទេគឺទៅដល់ទ្រលប្រតិបបង្ហាញថានេះជាផ្លូវនេះមិនមែនផ្លូវហើយយើងបើកភ្នែកមើលដោយខ្លួនឯងទៅយើងគួរទៅអត់ដល់តែពេលតែគួរទៅឬអត់ហ្នឹងមិនមែននរណាបញ្ជាទេគឺយើងទៅដោយខ្លួនឯងអញ្ចឹងហើយបានជាសម័យព្រះសម្មាសម្ពុទ្ធអ្នកដែលស្ដាប់ធัวចប់ហើយបន្លឺពាក្យខ្លួនឯងថាអូច្បាស់ណាស់ព្រះអង្គហើយដោយគេផ្ងារបស់ដែលផ្កាប់ដោយគេត្រួលប្រទីបក្នុងទីងងឹតឬក៏ដូចជាគេប្រាប់ផ្លូវដល់មនុស្សវង្វេងអញ្ចឹងមនុស្សហ្នឹងឃើញផ្លូវដោយខ្លួនឯងអញ្ចឹងមុនប្រាប់និងក្រោយប្រាប់ផ្លូវហ្នឹងនៅដដែលមិនមែនផ្លូវហ្នឹងផ្លាស់ទេអញ្ចឹងអ្នកប្រាប់មិនមែនផ្លាស់ផ្លូវទេផ្លូវហ្នឹងដដែលមិនមែនផ្លូវថ្មីទេគឺផ្លូវដដែលគ្រាន់តែថាពីមុនមនុស្សនឹងមើលផ្លូវអត់ឃើញក្រោយមកនៅពេលដែលបង្ហាញទៅក៏បើកភ្នែកទៅក៏មើលឃើញអញ្ចឹងមុនពេលប្រាប់និងក្រោយពេលប្រាប់ផ្លូវនៅតែជាផ្លូវប៉ុន្តែមើលឃើញឬអត់អាស្រ័យបុគ្គលនោះឯងអញ្ចឹងមានន័យថាការសម្ដែងធម៌របស់ព្រះសម្មាសម្ពុទ្ធអត់មានមកកែប្រែស្ថានភាពដែលយើងកំពុងជួបប្រទះហ្នឹងទេណាអ្វីដែលគួរកែប្រែគឺកែប្រែសកម្មភាពរបស់យើងទេណាផ្លូវមិនចេះវង្វេងទេមនុស្សទេវង្វេងផ្លូវយើងនិយាយថាវង្វេងផ្លូវប៉ុន្តែផ្លូវមិនដែលវង្វេងទេមនុស្សទេតើដែលវង្វេងផ្លូវអញ្ចឹងព្រះអង្គប្រាប់កលឹះតែបន្តិចទេពីអង់គ្លេសគេថា small changes will get big results ជួនកាលយើងផ្លាស់ប្ដូរតែបន្តិចវានឹងទទួលបាននៅលទ្ធផលដ៏ធំអញ្ចឹងប្រសិនបើយើងអត់ផ្លាស់ប្ដូរអាការប្រព្រឹត្តការគិតរបស់យើងទេលទ្ធផលក៏វាអត់ដូរដែរវានៅតែដដែលញាតិញោមហ្នឹងហើយដូចញាតិញោមមកដល់សហរដ្ឋអាមេរិកនេះតើញាតិញោមជាអ្នកផ្លាស់ទីលំនៅដោយខ្លួនឯងឬក៏ផ្លូវឬក៏ដីវាអ្នកដូរណាយើងជាអ្នកផ្លាស់ប្ដូរឬក៏ដីវាអ្នកផ្លាស់ប្ដូរហ្នឹងហើយដីនៅអាមេរិកមិនដែលទៅដីស្រុកខ្មែរទេដីស្រុកខ្មែរក៏មិនមែនមកជាដីស្រុកអាមេរិកដែរតែយើងតែផ្លាស់ប្ដូរកាលណាយើងផ្លាស់ប្ដូរយើងពិតជាផ្លាស់ទីលំនៅបានមែនទេតែបើយើងមិនផ្លាស់ប្ដូរយើងបន់ស្រន់ឲ្យមានការផ្លាស់ប្ដូរដោយមិនមានសកម្មភាពទៅផ្លាស់ប្ដូរទេជីវិតយើងអត់ទេឬក៏ដូរបាន
អត់ទេអញ្ចឹងអ្វីដែលព្រះសម្មាសម្ពុទ្ធសម្ដែងមិនឲ្យផ្លាស់ប្ដូរស្ថានភាពខាងក្រៅទេគឺឲ្យផ្លាស់ប្ដូរខាងក្នុងនឹងដូចជាញោមឧបាសិកាអញ្ចឹងឥឡូវនេះរាងកាយវាអត់ស្ដាប់បង្កប់យើងទៀតទេអញ្ចឹងណាហ្នឹងហើយអញ្ចឹងជាមួយនឹងរាងកាយដែលវាឈប់ស្ដាប់បង្កប់អញ្ចឹងនៅពេលដែលយើងប្រៀបជាមួយពេលដែលយើងធ្វើអីបានតាមចិត្តលើកដៃបានតាមចិត្តដើរបានតាមចិត្តហើយយើងប្រៀបមកឥឡូវនេះវាអត់ដូចមុនទេឃើញទេអត់ដូចមុនទេចង់ទៅណាមកណាដើរមិនរួចអីអញ្ចឹងទៅត្រូវអង្គុយមកកន្លែងអញ្ចឹងទៅចិត្តហ្នឹងក៏អត់ដូចមុនដែរមិនបានវាអត់ដូចមុនដោយសារអីដោយសារគិតប្រៀបជាមួយនឹងពេលមុនយើងទៅណាបានឥឡូវវាទៅណាលែងបានដល់តែគិតអញ្ចឹងទៅលទ្ធផលគឺតោមនោះធុញវាច្រើនតែធុញក្នុងចិត្តណាច្រើនតែធុញលឺតែពឹងគេយូរបន្តិចផងធុញមែនទេធុញហ្នឹងហើយហ្នឹងហើយរឿងហ្នឹងវាអញ្ចឹងឯងវាត្រូវតែអញ្ចឹងឯងពីព្រោះនឹងគឺជាការគិតតាមមនោគតិរបស់ចិត្តធម្មតាជាចិត្តមិនបានអប់រំវាធម្មតារបស់វាអញ្ចឹងរឿងដែលតោះចិត្តរឿងដែលទៅចិត្តឬក៏រឿងដែលយើងខឹងហ្នឹងវាមិនមែនខឹងឯងទេវាមានហេតុរបស់វាអញ្ចឹងណាមកពីមានហេតុដោយសារអីដោយសារចង់វាមិនដូចចិត្តឃើញទេចង់វាមិនដូចចិត្តពីព្រោះយើងចង់ដូរស្ថានភាពខាងក្រៅយើងអត់តន់ព្រមដូរខាងក្នុងយល់ទេហ្នឹងហើយមកពីយើងនៅតែចង់ដូរខាងក្រៅយើងមិនតន់ព្រមដូរខាងក្នុងអញ្ចឹងដូចនិយាយមិញអញ្ចឹងថាបើយើងដូរតែបន្តិចលទ្ធផលប្រកបជាល្អហ្នឹងដូរមិនចំពោះបុគ្គលដែលអាចមានសេចក្តីសុខផ្លូវចិត្តបានវាមិនសំខាន់តើមានស្អីខាងក្រៅឬក៏ត្រូវរៀបចំខាងក្រៅយ៉ាងម៉េចទេសំខាន់គឺរៀបចំផ្លូវចិត្តឧទាហរណ៍ដូចជារឿងតបោះម្នាក់គាត់ទៅបដិបត្តិធម៌ក្នុងព្រៃនៅក្រោមដើមស្វាយមួយដោយគាត់ចេះតែគិតថាចិត្តមួយជីវិតហើយបំរើផ្លូវចិត្តនេះវាមិនដែលឆ្អែតសោះចង់ទៅនេះចង់ទៅនោះចង់ទីបំផុតទៅវាអត់អស់រឿងចង់ហ្នឹងទេដូចញាតិញោមលើអស់ចង់ហ្នឹងទាំងអស់គ្នាហ្នឹងណានៅច្រើនហ្នឹងចង់លឺចង់ឃើញចង់ធំក្លិនឃើញទេសុទ្ធតែចង់ទាំងអស់ហ្នឹងហើយចង់សាកហ្នឹងឥឡូវឲ្យតែលឺគេថាអូនោះកន្លែងនេះគឺរៀបចំស្អាតឲ្យតែលឺអញ្ចឹងចង់ទៀតណាចង់ទៀតណាហ្នឹងអូអ្នកជំរឿថ្មីនិយាយតែព្រោះណោះចង់ទៀតណាណាអូទឹកអប់ថ្មីហ្នឹងលឺតែក៏លឺតែនិយាយតែក៏អូមចង់ទៀតហ្នឹងហើយហ្នឹងហើយហើយលឺតែថាស្អីដែលគេស្លឆ្ងាញ់ណាស់ហ្នឹងក៏ចង់អញ្ចឹងតាំងពីក្មេងក៏ចង់អញ្ចឹងឥឡូវហ្នឹងចង់តាំងពីភ្នែកមើលច្បាស់រហូតដល់ភ្នែកឈប់ច្បាស់ក៏មិនអស់ចង់ដែរមែនទេហ្នឹងហើយនៅតែចង់យ៉ាងឯងចង់នឹងឯងវានាំឲ្យធ្វើសកម្មភាពដល់តែបោះហ្នឹងគាត់គិតដើម្បីឈ្នះនៅខ្លួនឯងអញ្ចឹងបានព្រះអង្គសម្ដែងថាឈ្នះក្នុងសង្គ្រាមទោះបីជា100 1000សង្គ្រាមមិនស្មើនឹងមនុស្សដែលឈ្នះខ្លួនឯងម្នាក់ពីព្រោះមនុស្សដែលឈ្នះខ្លួនឯងការយកឈ្នះខ្លួនឯងគឺជារឿងដែលគេលំបាកធ្វើមែនតើតាបោះហ្នឹងគាត់ដាក់ផែនទីឲ្យខ្លួនគាត់គូសមកលុបស្វាយហ្នឹងឯងគាត់ថាមកជីវិតហ្នឹងគាត់រស់នៅនឹងពេលស្វាយហ្នឹងផ្កាក៏ពិសាដេញផ្កាស្វាយហ្នឹងពេលផ្លែក៏ហូបផ្លែទៅពេលត្រួយក៏ហូបត្រួយទៅអស់ត្រួយអស់ស្លឹកកេះកមវាលេទឹកអញ្ជុកអញ្ចឹងឯងរស់អញ្ចឹងឯងគាត់អត់ដើរចេញពីកន្លែងហ្នឹងឯងប៉ុន្តែដំបូងធ្វើឲ្យគាត់លំបាកខ្លាំងណាស់ព្រោះគាត់ប្រៀបជាមួយនឹងពេលដែលគាត់នៅផ្ទះមានប្រពន្ធដាំបាយឲ្យឃើញទេយល់ហ្នឹងហើយពេលឈឺមានអ្នកគក់ច្បាច់ឲ្យចង់ទៅដើរលេងឯណាក៏បានប៉ុន្តែពេលហ្នឹងដំបូងគឺត្រូវតែជារឿងលំបាកប៉ុន្តែគាត់ថ្នឹកទៅស្ទាត់ទៅយូរទៅវាទៅជារឿង
សាមញ្ញធម្មតាកង្វល់តិចហើយរហូតដល់គាត់ចម្រើនឈានបានទៀតចិត្តស្ងប់រហូតដល់សម្រាប់ឈានទៀតឃើញទេប៉ុន្តែបើសម្រាប់យើងនៅត្រូវការដើរទៅនេះទៅនោះភាកច្រើនណាយើងឃើញមនុស្សបែបហ្នឹងយើងថាឈួតសោះមែនអត់មែនអត់យើងគិតមើលហ្នឹងហើយយើងអ្នកត្រូវការច្រើនយើងត្រូវដើរទៅនេះយើងអបសុកទៅក្រៅអូខេទៅឯណាទៅមាត់សមុទ្រទៅដល់ឃើញតាបោះមកធ្វើអញ្ចឹងឡប់សុទ្ធហ្នឹងហើយជីវិតមានមិនខំសប្បាយទៅធ្វើអីអញ្ចឹងឃើញទេអញ្ចឹងស្រីខ្លះថាអាត្មាគេម៉េះនៅបួសមកបង្អត់ខ្លួនឯងអញ្ចឹងទៅគេថាអញ្ចឹងថាឲ្យអាត្មាអញ្ចឹងញញោមហើយពីណាទៅបខំទៅអត់បាយល្ងាចទៅបង្អត់ស្អីអញ្ចឹងខ្លួនឯងហ្នឹងសម្រាប់អ្នកដែលត្រូវការច្រើនយល់ទេហ្នឹងតែគេមិនយល់ថាសេចក្តីសុខមួយបែបទៀតដែលវាពាក់ព័ន្ធនឹងផ្លូវចិត្តហ្នឹងពីព្រោះជីវិតយើងមានពីរតាមន័យធម៌ជីវិតិន្ទ្រីរូបពាក់ព័ន្ធនឹងរូបរាងកាយនិងជីវិតិន្ទ្រីចេតសិកផ្លូវចិត្តនេះហ្នឹងហើយបណ្ដាជីវិតទាំងពីរនេះជីវិតដែលលំបាកផ្គប់មែនទែនគឺជីវិតផ្លូវចិត្តផ្លូវកាយពេលឈឺដុកទ័រច្រើនណាស់អាចជួយបានប៉ុន្តែផ្លូវចិត្តនេះងាយដុកទ័រជួយទេមែនទេហ្នឹងហើយឈឺផ្លូវកាយជួនកាលយើងឈឺសន្ធុំបាត់មាត់សន្លប់បាត់ស្មារតីពេទ្យយកអាំប៊ូលែនមកដឹកទៅពេទ្យបតោកសេរ៉ូមបានទោះបីនៅទាំងហើមទឹកអត់ដឹងខ្លួនក៏ដោយតែបើឈឺផ្លូវចិត្តនេះហ្នឹងហើយកុំថាឡើយដល់សន្លប់ទៅដេកលក់នឹងលែងជួយបានមែនទេកុំថាឡើយដេកលក់អង្គុយនឹងក៏ដោយតែចិត្តមិនខ្វល់ជាមួយយើងហើយនិយាយបញ្ចូលអត់បានមែនទេគ្មានពីណាចាក់បញ្ចូលតាមផ្លូវចិត្តកើតទេទល់តែម្នាក់នោះព្រមទទួលព្រមស្ដាប់នឹងអញ្ចឹងអញ្ចឹងមិនវែងឆ្ងាយទេចង់ឲ្យបាសិកាគិតពោះរៀនជាង10ឆ្នាំហើយណាអត់ណាគ្រាន់តែថាអញ្ចេះគ្រាន់តែថាចិត្តដែលវាមិនសុខមិនស្ងប់នឹងវាមិនមែនឯងហ្នឹងមិនសុខមិនស្ងប់តែម្ដងទេមកពីយើងចង់យករបស់អីមកជំនួសមកពីយើងមិនព្រមជាមួយនឹងការពិតដែលកំពុងតែប្រាកដនឹងហើយរឿងនេះនិយាយស្រួលប៉ុន្តែធ្វើលំបាកក៏ទទួលស្គាល់អញ្ចឹងដែរប៉ុន្តែគ្រាន់តែបើយើងធ្វើបាននឹងបាននៅសេចក្តីសុខដែលអ្នកដទៃអត់យល់ទេជាសេចក្តីសុខផ្លូវចិត្តដែលក្រៅពីយើងអត់យល់អញ្ចឹងបានសំបីពេទ្យចិត្តសាស្ត្រពេទ្យព្យាបាលនៅអាមេរិកនឹងក៏ដោយទោះបីថ្នាំពូកែយ៉ាងណាក៏ដោយគេនៅចាំបាច់ពេទ្យចិត្តសាស្ត្រទៀត mental problem គឺអ្នកពូកែខាងផ្លូវចិត្តណាពីព្រោះអីនៅក្នុងព្រះធម៌សម្ដែងថាធម៌ទាំងឡាយវាបៀតបៀនគ្នានាមបៀតបៀនរូបជួនកាលរូបបៀតបៀននាមកាលណារូបរាងកាយយើងមិនស្រួលវាមានអាការៈមិនស្រួលឈឺដោយមេរោគផ្សេងហ្នឹងវាប៉ះពាល់ទៅដល់ផ្លូវចិត្តយ៉ាងមួយយ៉ាងទៀតផ្លូវចិត្តកាលណាវាអត់ស្រួលវាមានការតោមនស្សច្រើនក៏វាប៉ះពាល់ទៅដល់រាងកាយដែរគឺទាំងពីរហ្នឹងព្រមគ្នាចឹងហើយបានជាអ្នកធ្វើវិបស្សនាភាគច្រើនអាចនាំឲ្យជាជំងឺច្រើនដោយសារអីរោគដ៏ច្រើនដែលពេទ្យនិយាយថាសឹងតែជាងពាក់កណ្ដាលកើតពីផ្លូវចិត្តណាប៉ុន្តែមនុស្សហ្នឹងអត់ដឹងតែខ្លួនឯងឈឺទេអត់ដឹងតែខ្លួនឯងឈឺផ្លូវចិត្តហ្នឹងឯងហ្នឹងអញ្ចឹងបានទៅ Long Beach ដូចជាមានក្រុមការងារគេហៅថា mental problem ណាគឺ mental issue ហ្នឹងដែលដោះស្រាយវិបត្តិផ្លូវចិត្តហ្នឹងដល់អ្នកបកប្រែអត់ចេះបកប្រែថាការងារដើរមើលអ្នករសាយប្រសាទដល់តែអញ្ចឹងទៅចាស់គាត់មិនអោយមកមើលគាត់អញណារសាយប្រសាទតាមពិតគេប្រើពាក្យឲ្យវាស្រាលបន្តិចថាបញ្ហាផ្លូវចិត្តហ្នឹងបញ្ហាផ្លូវចិត្តប៉ុណ្ណឹងទៅហ្នឹងរៀងស្រាលបន្តិចដល់ថាគាត់សរសៃប្រសាទគាត់មកចិត្តគាត់ប៉ុន្តែតាមពិតណាភាពជាបុថុជននេះគឺនរណាក៏មានដែរបញ្ហាផ្លូវចិត្តហ្នឹងអាត្មាក៏មានគ្រប់គ្នាហើយពាក្យថាឈួតដែលយើងស្គាល់រាល់ថ្ងៃយើងដឹងថាដល់លប់សតិដល់ស្អីប៉ុន្តែតាមពិតព្រះអង្គសម្ដែងឈួតមានដល់8ខឹងឈួតមួយហ្នឹងហើយចាំមើលយើងជាអីខ្លះណាញោមនិយាយមិញហ្នឹងកោធំមតកោអាហ្នឹងឈួតព្រោះក្រោតមនុស្ស
nhỉ nhâm nhỉ nhem sọc sài rẻ tiện cho mơ pe quạt khăng mà đôi nửa ấy tụm mông tôm mang mềm nước chia đấy đó mày đấy một mơ bán đấy nè mùi tiết ca mông mặt cào cút pro cam trời ca sờ lạnh cây ấy định lụa bọn mình là hơi mày đấy chưa cả điện nhâm tại nên thế nực khơi như đường men mến nè mùi tiết tịch thông mặt cáo cút pro mày cha tịch thế nè nhận nhau mơ mà đâu để men mày cha tịch thế men đừng nước chia tới tê tôi phải cùng nè ta chứ tê tôi bon đấy tê tôi bon đâu chứ đứt say mình đắng vừa tới thì thà cọt cút mà không cọt khẩm giờ lấy nè xịt đây là ó mình không nằm nè thưa tê ở từ ngày sớm nó của ông đòn ca một ven lăng sỏi ó rất là thu rầm sẽ đậm nè lần hơi từ lôm nữa này nè ấy mùi tiết chập khơi sọ rong mặt cao cút brusra đã automatic mà nhìn nhớ nè chân chân vậy thà bánh hà miên cục kia thằng còn thay vì mình toàn chuột bánh hà vì mình toàn rơ là phần năng thế chân tớp dương trâu tê rô plau tục ở hai xem rạp chỉ vật xem đẹp kết bị cha nè nào nè cái lô bạc đó mày cọt từ hai đó đây nè bạc tới ấp xuống đây anh chơi đó đây đây nâng chẳng lỡ nhôm cọt từ ấy mà gì mà nhiệt nhôm này mà đỏ nhiệt nhôm ai lư mà xua bên thà chơi dân nâu pe để khơi quật trừ chẳng bị càn chẳng ta nhận dùng kịch mạch mình nè kịch thà toàn đâu đào ruồi kịch rút tổ rò mà hào như này nè à chân ban chân để dây vì tầm lay mà nuôi tị mà nuôi dương bây giờ priệp rùa riêng cài dương á chỉ mùi sạch để chan chanh về chẳng ngày á bây mình thay chanh nhận dùng priệp chỉ mùi nâng sạch cô mà cô với mình đai cả nát bắt động này mẹ này bây mà nước đừng ấy thì miền nào không miền nào khéo khẩn là lôi để xa tạ rung luôn nữa lớn bằng mình rung mấy tuần đâu hai ngày đôi cô mốc trên cô ạ trên này mà thà bên ở dây bị rùa riêng cài này chanh sạch chẳng ngày nè cùng priệp rùa riêng cài nhé bởi priệp chỉ mùi sạch để chan nọt bàn này sạch chạp sạch ở lô sạch tia sạch ấy việc ca priệp ở đây là ca sạch thiệt ban automatically mền đấy nên là trong liên máu có tiêm ấy tại sao đó không á mền đấy nâng bờ priệp riêng cài này đôi chia không biết ấy priệp mùi sạch cao đấy này riêng cài priệp ọt cao tầm mỏ công ngu tức mà khai đôi cài mà đăng ấy thật cài sống đi kỳ mừng kỳ thay chiên một buồn thì nó mà đăng mấy ngày nãy đi kỳ tha mất lịch mũi cài lịch pi cốn lịch bay một buồn đọc ở đây trong khỏi nè ở đây trong khỏi ngày nam muôi nó nhận nhôm nam mà nè tôi tê tôi xua tham mà cả tục thật cả tụ rương ở đây mình là vừa đào xua cho lắng thật ở đây là vừa là mũi để cài là vừa mũi cọt số nè ní mai còn là dây thà ban là dây pi riêng cài khang cái priệp ban cho mũi sạch đấy các ba lấy nó về ngọt tới vì nó là này vì nó kia ai vô một đạn nơi chèn bàn mền đấy cho các bạn nữa tăng chân á bên bây giờ dân cục nè đấy nè tăng cao đấy nè vì ở bên đây là mơ xó
ប៉ុន្តែតម្លៃមនុស្សមិនមែនស្ថិតនៅលើរាងកាយទេតែស្ថិតនៅក្នុងចិត្តរបស់មនុស្សហើយក្នុងតម្លៃរបស់មនុស្សនឹងឃើញខុសគ្នាទៀតប៉ុន្តែរយៈកាលនៃការរស់នៅមិនមែនយូរជាងគ្នាហ្មងណាព្រះសម្មាសម្ពុទ្ធក៏មិនវែងហ្មងណាព្រះអង្គរស់បានតែ80ឆ្នាំឯងមានអ្នកខ្លះរស់យូរជាងព្រះអង្គដល់100ឆ្នាំប៉ុន្តែតម្លៃខុសគ្នាតម្លៃដែលខុសគ្នាគឺកើតចេញពីការគិតខុសគ្នាអញ្ចឹងបានចិត្តព្រះអង្គសម្ដែងអត្ថន័យរបស់ចិត្តថាដែលឈ្មោះថាចិត្តដោយអត្ថាគិតដែលឈ្មោះថាចិត្តដោយអត្ថាវិចិត្រមានន័យថាគ្រប់យ៉ាងខាងក្រៅដោយសារចិត្តជាអ្នកវិចិត្រប្លង់ដែលគូមុនកដាស់គឺគូក្នុងចិត្តមែនទេចឹងមែនទេអញ្ចឹងមុននឹងចេញប្លង់នៅលើกระดาษណាប្លង់នៅក្នុងចិត្តរួចស្រេចណាអញ្ចឹងហើយបានជាចុងក្រោយបំផុតនៃធម៌របស់ព្រះសម្មាសម្ពុទ្ធហ្នឹងសំដៅទៅលើការអប់រំចិត្តឃើញទេទោះបីដំបូងឡើយបណ្ដោះអាសន្នគឺមិនឲ្យធ្វើបាបឲ្យព្យាយាមធ្វើសេចក្តីល្អប៉ុន្តែចុងក្រោយបើចិត្តតម្រង់មិនបានត្រឹមត្រូវវាគង់ទៅវាទៀតអញ្ចឹងចុងក្រោយបំផុតដែលជាចុងក្រោយនៃការប្រព្រឹត្តបដិបត្តិធម៌ក្នុងពុទ្ធសាសនាគឺការអប់រំចិត្តឃើញទេមនោពពាំងកមាធម្មាធម៌ទាំងឡាយមានចិត្តនឹងដល់មុនធម្មជាតិអីទាំងអស់ជាប្រធាននៃធម្មជាតិទាំងអស់មនោសេដ្ឋាសម្រេចអំពីចិត្តមនោមយាមានចិត្តភាសាមនោមយាសម្រេចអំពីចិត្តបើថាចិត្តគិតល្អនិយាយក៏ល្អចិត្តគិតល្អធ្វើក៏ល្អដូច្នេះផ្លូវចិត្តនេះសំខាន់ហើយចិត្តនឹងនរណាជាអ្នកដឹងគឺមានតែខ្លួនឯងនឹងអញ្ចឹងអញ្ចឹងព្រះសម្មាសម្ពុទ្ធសម្ដែងអ្វីក៏ដោយគឺបង្រៀនឲ្យយើងចេះមើលខ្លួនឯងទាំងកាយទាំងវាចាទាំងចិត្តញាតិញោមកុំទៅជឿលោកគ្រូណាញាតិញោមថាធ្វើប៉ុណ្ណេះបានប៉ុណ្ណេះវាអត់មានអ្នកណាដឹងជាងខ្លួនឯងទេអត់មានអ្នកណាដឹងជាងខ្លួនឯងទេញាតិញោមត្រូវដឹងថាទោះបីជាគ្រូណានិយាយថាញាតិញោមធ្វើបុណ្យយ៉ាងនេះញាតិញោមនឹងទៅកាន់ឋានសួគ៌ឥឡូវសួរត្រឡប់មកវិញថាតើអ្នកដែលប្រាប់យើងនឹងប្រកាសថាងាប់ទៅតាមឋានសួគ៌អត់អ្នកដែលប្រាប់យើងហ្នឹងប្រកាសទេប្រកាសបើមិនប្រកាសក៏វាមិនចាំបាច់សบายចិត្តនឹងមាត់គេថាដែរជួនកាលគេថាគ្រាន់តែឲ្យយើងសบายចិត្តតែប៉ុណ្ណោះទេតែការពិតនៅក្នុងចិត្តរបស់យើងនឹងចឹងអញ្ចឹងព្រះសម្មាសម្ពុទ្ធដែលព្រះអង្គសម្ដែងដូចជាផ្លូវយើងដូចមិនបានទៅកែផ្លូវគឺជីវិតយើងកំពុងតែដើរជីវិតយើងនេះមិនខុសអំពីការជិះកង់ទេការជិះកង់ត្រូវតែធាក់ទៅមុខជានិច្ចឈប់ធាក់វាលេងទៅស៊ីអីយើងគ្រប់គ្នាត្រូវតែដួលមែនទេអញ្ចឹងនៅពេលដែលយើងកំពុងតែជិះយើងមិនអាចធ្វើការងារពីរក្នុងគ្រាតែមួយបានទេមិនអាចចុះទៅធ្វើផ្លូវផងហើយជិះកង់បណ្ដើរបានទេមែនទេហ្នឹងហើយកំពុងជិះកង់អ្នកពូកែយ៉ាងម៉េចក៏ដោយមិនអាចចុះទៅធ្វើផ្លូវផងហើយធាក់កង់ផងទេដំណើរជីវិតរបស់យើងអញ្ចឹងគឺមិនអាចទៅកែប្រែរបស់ខាងក្រៅហើយមកធ្វើខ្លួនយើងផងឲ្យវាទៅរួមទាំងពីរគ្នានឹងបានទេប៉ុន្តែជាបទពិសោធន៍របស់យើងដែលយើងជិះទៅតាមផ្លូវណាបានល្អយើងអាចផ្ដល់ព័ត៌មានឲ្យអ្នកក្រោយបានថាមកតាមនេះវាមានកុហកមកតាមនេះវាផ្លូវល្អនឹងផ្លូវនេះវាមានកលុកវាមានមីនវាមានអីចឹងយើងអាចប្រាប់អ្នកដទៃបានប៉ុន្តែយើងក៏កំពុងតែជិះដូចគ្នានឹងចឹងបើយល់អំពីផ្លូវដំណើរជីវិតរបស់យើងប្រៀបដូចជាការជិះកង់យ៉ាងនេះហើយយើងអត់ទៅជាមួយផ្លូវយើងអត់មានទៅជាមួយអីទេគឺត្រូវតែបើកភ្នែកជានិច្ចប្រយ័ត្នជានិច្ចគ្រាន់តែជិះកលុកណាដែលគួរជិះហើយជិះផ្លូវណាដែលល្អប៉ុណ្្នឹងឯងទើបជីវិតយើងនឹងវាមិនសូវមានអាភាពចង្អៀតចង្អល់ផ្លូវចិត្តហើយអាត្មាតែចង់និយាយពេលហ្នឹងគឺតម្លៃជីវិតក្នុងពេលហ្នឹងញាតិញោមចាស់ណាស់មិនមែនញាតិញោមមិនដឹងទេប៉ុន្តែគាត់ថាព្រះអង្គឲ្យយើងឧស្សាហ៍និយាយរឿងហ្នឹងមិនមែនថាយើងមិនដឹងទេប៉ុន្តែដោយសារយើងខ្វះធម្មកថារឿងហ្នឹងពាក្យថាធម្មកថាដែលត្រូវនិយាយណាញាតិញោមមិនមែនចាំបាច់ថាទល់តែយើងមិនដឹង
បានយើងនិយាយមិនមែនទេគឺព្យាយាមនិយាយសូម្បីរឿងដដែលដែលយើងដឹងហ្នឹងដើម្បីឲ្យចិត្តយើងហ្នឹងវាឯកភាពតាមជាងការនិយាយតែម្ដងយើងគិតថាត្រូវប៉ុន្តែតាមពិតចិត្តយើងអត់ចង់ធ្វើតាមទេថ្មីត្បិតថាវាជារឿងល្អទីហោថាអញដឹងថាកុហកវាបាបប៉ុន្តែរហូតមានន័យថាចិត្តយើងវាអត់តន់ឯកភាពតាមយល់ទេកាលណាបើមនុស្សលើកសរសើរវាញឹកញយញយពីគុណធម៌ហ្នឹងទៅសង្គមគេលើកតម្កើងថាអ្នកមានគុណធម៌ហ្នឹងយ៉ាងម៉េចសម្បូរដោយធម្មកថាអញ្ចឹងមនុស្សពិតជានាំគ្នាប្រព្រឹត្តសេចក្តីល្អឥឡូវប្រៀបត្រឡប់មកវិញរឿងអាក្រក់សោះប៉ុន្តែបើមនុស្សសរសើរញឹកនិយាយទៅណាមនុស្សគ្រប់គ្រងវាឧទាហរណ៍ការអាត្មានៅពីក្មេងនៅស្រុកខ្មែរយើងស្រុកនេះមិនដឹងនៅស្រុកខ្មែរយើងបើដឹងថាមាននារីណាផឹកស្រាគឺគិតថាមិនល្អហើយមានតែម្នាក់ពីរនាក់មកភូមិក្នុងមួយភូមិមានតែម្នាក់ហ្នឹងគឺគិតថាជាស្រីអត់ល្អទេយល់ទេនឹងឲ្យគ្រប់គ្នាដឹងថាមិនល្អដឹងប៉ុន្តែពេលនោះដឹងគេឲ្យតម្លៃថាមិនល្អប៉ុន្តែរឿងមិនដល់ល្អដដែលហ្នឹងដល់តែវាយូរប្រព្រឹត្តច្រើនគ្នាហ្នឹងហើយញឹកញយមនុស្សចាប់ផ្ដើមឈប់ប្រកាន់ហើយគ្រប់គ្រងវាទៀតរហូតដល់ផ្សាយដាក់ទូទស្សន៍ទៀតឃើញទេរឿងដដែលប្រសិនបើយើងចេះតែសរសើរវាសូម្បីរឿងអាក្រក់ក៏គេថាល្អដែររឿងដល់ល្អដែលយើងគិតឃើញតែបើយើងមិននាំគ្នាលើកតម្កើងយើងមិននាំគ្នានិយាយទោះបីល្អប៉ុណ្ណាក៏យើងថាវាទៅជារឿងអាក្រក់ទៅវិញទីហោដូចក្មេងៗទៅរសាសិលអីចឹងនាំគ្នាបង្អាប់អូដូនជីអូហើយតាមរឿងល្អសោះហ្នឹងមិនមានរឿងទៅឆក់ទៅប្លន់អីគេគ្នាគ្រាន់តែមកស្ដាប់ធម៌ពីក្មេងបន្តិចតែប៉ុណ្ណោះរឿងល្អប៉ុន្តែដល់តែសង្គមមិនលើកតម្កើងវាទៅជារឿងគួរឲ្យខ្មាស់អៀនលឹបទៅបាត់ឃើញអត់យល់ដូចសម័យដែនកុរ៉អញ្ចឹងសម័យដែនកុរ៉កាលព្រះអង្គគង់នៅព្រះអង្គសម្ដែងសតិប្បដ្ឋានសូត្រហើយមនុស្សដល់តែយល់ធម៌ច្រើនគ្នាទៅគេជួបគ្នាគេសួរគ្នាតើអ្នកបងឯងជាប្រកដីពិចារណាអីអញ្ចឹងណាខ្លះគេថាគេពិចារណាអំពីកាយខ្លះគេថាពិចារណាអំពីវេទនាដែលមិនទៀងអញ្ចឹងតែគេមានធម៌សម្រាប់ពិចារណារៀងខ្លួនអញ្ចឹងទៅកំពុងទឹកក៏ដោយទៅណាក៏ដោយជួបគ្នាគេសួរគ្នាអញ្ចឹងហើយបើយូរជួបនរណាម្នាក់សួរថាអ្នកឯងពិចារណាអីអត់គេនឹងតេះដៀលថាមនុស្សអីដូចកើតអត់តន់ព្រះអញ្ចឹងមនុស្សណាដែលអត់មានធម៌ប្រចាំចិត្តណាត្រូវគេថាជាមនុស្សអត់កើតដោយសារអីនៅក្នុងសង្គមគេពីសរសើរគេលើកតម្កើងអំពីគុណធម៌ចុះយើងឥឡូវអ្នកណានិយាយធម៌ច្រើនពេកស្អីចង់ទៅនិព្វានតែឯងយ៉ាងម៉េចឃើញទេសំបីតែចេះហ្នឹងក៏មិនហ៊ានប្រាប់គេទៀតសំបីតែអាត្មាបង្រៀនធម៌នៅពោធិ៍សាត់ហ្នឹងញោមខ្លះគាត់ចេញមករៀនធម៌គាត់ពាក់អាវធំពីលើកុំឲ្យគេដឹងថាគាត់ទៅរៀនធម៌ទៀតព្រោះដឹងមនុស្សចិត្តតែពេកជ្រាយឃើញទេនឹងមកដល់ចិត្តវត្តបានគាត់ដោះអាវធំចេញទុកអាវមករៀនធម៌ហ្នឹងចូលសាលារៀនធម៌ដោយសារអីសួរថាសង្គមវាអញ្ចឹងហើយបានជាព្រះសម្មាសម្ពុទ្ធឲ្យយើងផ្ទៀងផ្ទាត់ពីការនិយាយពីទានកថានិយាយពីសិលកថានិយាយអំពីសមាធិកថាការនិយាយបែបហ្នឹងយើងមិនមែនមិនដឹងថាទានប្រហែលថាម៉េចទានប្រហែលថាការឲ្យប៉ុន្តែបើយើងនាំគ្នានិយាយសរសើរវាញឹកញយទៅមនុស្សចូលចិត្តរឿងហ្នឹងយល់ទេហ្នឹងហើយដូចស្រុកខ្មែរយើងរាល់ថ្ងៃប្រៀបធៀបនឹងក្មេងស្រុកនេះកន្លែងខ្លះក្មេងស្រុកនេះល្អអាត្មាឃើញថងថាវាមានចំណុចល្អនិងចំណុចអាក្រក់ដូចតែគ្នាទេណាប៉ុន្តែគ្រាន់ថាភាគច្រើននៅស្រុកនេះក្មេងៗគេអត់ចូលចិត្តជេរគ្នាទេពាក្យអញពាក្យឯងពាក្យថ្ងៃពាក្យហងអីហ្នឹងក្មេងៗស្រុកនេះគេអត់ចូលចិត្តទេសួរបដៅម៉ែវិញណាមែនទេក្មេងដែលកើតស្រុកនេះណាហ្នឹងហើយដោយយើងបញ្យល់មើលញោមម្នាក់នៅអូស្ត្រាលីគាត់ពេលគាត់ខឹងកូនធម្មតាគាត់និយាយពាក្យខ្ញុំដែលប្រើអង់គ្លេសស្មើនឹងអង់គ្លេសថាអាយដល់ពេលគាត់ខឹងគាត់ប្រើថាអញណាដល់អញថាឲ្យកូនអញ្ចឹងកូនសួរបញ្ជាក់ថាម៉ែអញមានន័យថាម៉េចអញនឹងអាយហ្នឹងណាដល់អញ្ចឹងអញលាទៅសាលារៀនហើយដល់ពេលម៉ែលួងថាជប់ប្រើណាកូនណាពាក្យហ្នឹងណាហើយចឹងមិនបើម៉ែអាយនេះប្រើមិនបានអាហ្នឹងសម្រាប់ពីអត់ល្អឯងមិនល្អមិនក៏ម៉ែនិយាយមួយខ្ញុំអញ្ចឹងតើពាក្យហ្នឹងក្មេងចេះតាមនរណាគេចេះតាមតាចាស់តាមែនទេចេះតាមតាចាស់ហើយញាតិញោមចេះតែថាយ៉ាបាក់ក្មេងឥឡូវ
bớt mai bớt tốt chaវិញnó là cha lâu nó vì pro kê mình đã để dây tha rư xây snon tụm peng này nè kê để dây tha tụm peng snon rư xây chân ông pơ rồi thằng ngày chạy ra rồi thằng ngày dương trăm bạch bari nên nhận dùng không để cả báo khu các bạn đố chia cả đa so chứ anh miền ấy tầng ó miền đấy côn không ai sót vô mình đâu chỉ môi American dây phía sai nên côn là kiêng sót chỉ mọc quên cái đôi từ đâu chỉ môi không ai gì ấy suốt thà ta nẹt card máu copy tam nẹt muốn rồi con nẹt muốn copy tam nẹt tam từ từ card ở đây để mở khơi nữa miền đấy nhận nhôm khác còn lũ tha và đáo viên nè phân ở viên đâu thành chẳng thao viên copy mình pe dân và đáo pe dân gì kia nữa nghe vô lọt nâng à dây mười cô nãy thấu dây chanh phân chỉ mới còn hao của đấy còn xả tập vẽ xả cả cha nâng háo chỉ ca bằng riêng đúng không vô lấy chẳng ban bọn ông tha kêu đau bằng phật cứ mai ở nó ngạc tận năng mấy trăm tao bên coi riêng côn bàn hai tao kêu ấy pe dân vậy đó pe dân vậy đó xong bây tao nấu sọc mai tại mùi nẹt cao nó xìm riết dây mấy tao đơn nẹt nơi khang của bông thông ấy dây chả là bạn so cò mùi cả tụ rồi nữa sọ ấy chẳng từ nè hay khang play với hao cao hầm rồi cao ấy chẳng từ cao nè hay tật cao dây chả là tròn được mà chẳng ạ nè tròn nè chọc trai chọn chính trang lư trai cho hơi chẳng nè chờ lâm từ kia bịa so nâng cho nèแต่ហេតុអីបានជានៅក្នុងគម្ពីរដីកាទាំងឡាយមិនបានសម្ដែងអំពីពាក្យថាបុណ្យបច្ច័យ4ត្រូវនិមន្តលោកសូត្រមន្តត្រូវអីអត់មានទេអត់មានអញ្ចឹងទេប៉ុន្តែហេតុអីបានជាពពកបរោះយើងបង្កើតថាពពកបរោះយើងបង្កើតក៏ដោយសារមានបំណងល្អជារឿងល្អមិនមែនជារឿងអាក្រក់ទេណាជារឿងល្អត្រង់ថាម៉េចត្រង់ថាយើងដឹងហើយជីវិតយើងរាល់ថ្ងៃបើតាមតែសភាពយើងរវល់ប្រកបកិច្ចការងាររត់ទទួលទានហ្នឹងងាយមានពេលណាស្ដាប់ធัวអាមងាយមានពេលណាសមាទានសិលមិនងាយមានពេលណាធ្វើបន់ធ្វើទានអីផ្សេងហើយដល់តែវាឃ្លាតឆ្ងាយពីការស្ដាប់ធัวទៅការយល់ដឹងថាត្រូវបដិបត្តិយ៉ាងណាហ្នឹងវាជាតែស្រុតអន់ថយទៅអញ្ចឹងបានពពកបរោះខ្មែរយើងជាចាស់ព្រឹទ្ធាចារ្យលោកបង្កើតជាបុណ្យហ្នឹងដោយសារអីដោយសារកូនចៅដ៏ច្រើនហ្នឹងមិនសូវបានយល់អំពីទុក្ខធរៈឪពុកម្ដាយអញ្ចឹងបានត្រូវបង្កើតកម្មវិធីហ្នឹងហើយដើម្បីនិមន្តព្រះសង្ឃមកទេសនាឲ្យកូនយល់អញ្ចឹងទេបំណងគឺអញ្ចឹងឯងយល់ទេយល់ហ្នឹងហើយបើកូនយល់ស្រាប់ហើយមិនបាច់ធ្វើក៏បានដែរអាហ្នឹងមានអីប៉ុន្តែបំណងរបស់គាត់ហ្នឹងគឺដើម្បីឲ្យបានពេលស្ដាប់ធម៌ព្រោះអ្នកខ្លះហ្នឹងមានតឡងទៅហើយមិនតាន់ចេះស្ដាប់ធម៌មិនផងប៉ុន្តែបើប្រសិនបើមានកម្មវិធីបុណ្យឪពុកម្ដាយគេហៅមកអង្គុយស្ដាប់ក៏ចេះតែស្ដាប់បានខ្លះទៅមែនណាដែលថាឲ្យមានសទ្ធាខ្លួនឯងទៅស្ដាប់ធម៌តែម្ដងអ្នកខ្លះមិនងាយតែហ្មងមិនងាយអញ្ចឹងបានជាពពកបរោះយើងបង្កើតនឹងលក្ខណៈសំខាន់គឺត្រង់ហ្នឹងប៉ុន្តែអ្វីដែលសំខាន់គឺរាល់ថ្ងៃណាអញ្ចឹងកម្មវិធីបុណ្យដែលយើងធ្វើអាចល្អអាចមិនល្អគឺនៅលើយើងធ្វើដើម្បីអ្វីប្រសិនបើយើងគិតថាធ្វើឲ្យវារួចមួយជាតិហ្នឹងបើបានធ្វើបុណ្យបច្ច័យ4ជូនឪពុកម្ដាយម្ដងអស់ចិត្តដល់អស់ចិត្តហើយរួចទៅពីហ្នឹងឈប់គិតគាត់អាហ្នឹងកុំធ្វើយល់ទេហ្នឹងហើយប៉ុន្តែការធ្វើបុណ្យនេះដូចអាត្មាធ្លាប់ឧទាហរណ៍អញ្ចឹងឧទាហរណ៍នឹងការសម្ពោធអ្វីមួយយ៉ាងណាតាមពិតកុដក៏ដោយសាលាក៏ដោយស្ពានក៏ដោយគេធ្វើហើយឬក៏គេចុះបឋមសិលាបញ្ចុះបឋមសិលាហ្នឹងគឺដើម្បីប្រកាសថាគេនឹងចាប់ផ្ដើមកសាងណានឹងចាប់ផ្ដើមកសាងនៅរបស់ហ្នឹងប៉ុន្តែបើបញ្ចុះបឋមសិលាហើយអត់កសាងសួរថាការបញ្ចុះបឋមសិលាហ្នឹងមានប្រយោជន៍ទេមានប្រយោជន៍ទេនឹងមិនត្រឹមតែមិនមានប្រយោជន៍ទេវាខាតប្រយោជន៍ទៀតផងណាអស់ទាំងពេលវេលាអស់ទាំងទ្រព្យសម្បត្តិបើបញ្ចុះបឋមសិលាជាការប្រកាសហើយក៏គេចាប់ផ្ដើមកសាងរហូតដល់រួចទៅការបញ្ចុះបឋមសិលានោះគឺជារឿងមានប្រយោជន៍ជាការប្រកាសយ៉ាងណាមិញការធ្វើបុណ្យកតញ្ញូក៏ដោយបុណ្យបច្ច័យ4ក៏ដោយជាការប្រកាសប្រាប់ថាជាការភ្ញាក់ស្មារតីរបស់កូនចៅប្រុសស្រីនឹងធ្វើរួចហើយនឹងការភ្ញាក់ស្មារតីនឹងល្អជាងមុនទៅទៀតនឹងចឹងបាទនឹងជាគោលបំណងនៃការធ្វើនៅបច្ច័យ4ឬក៏តក្កណានុបទាននឹងណាហើយ
ជាបនរឿយហើយអ្នកខ្លះស្ដាប់អត់យល់ថាដល់ជាប់ជាមួយនឹងកម្មវិធីពេកដោយព្រះអង្គសម្ដែងថាបញ្ញញ្ជេបរិសោកយិរាបើបរោះក៏បីធ្វើបនកយិរាថេណាំងប៉ុណ្ណាធ្វើបនឲ្យរឿយហើយនឹកគាត់តមកវិញថាងាប់ធ្វើតែម្ដងអស់លុយកកោកមកធ្វើរាល់ថ្ងៃគិតមិនទៅធ្វើរឿយធ្វើបានអីធ្វើដោយមិនយល់ថាការធ្វើបនរឿយហ្នឹងតែការសន្សំចិត្តល្អរឿយនេះអត់យល់ទេដោយសារសពថ្ងៃខ្មែរយើងយល់ថាបនទល់តែកម្មវិធីដល់តែបនទល់តែកម្មវិធីហើយចេះតែគិតតែខ្មែរនិយាយពីធ្វើបនធ្វើច្រើនជាងគេមិនក៏ស្រុកយើងនៅអញ្ចឹងមនុស្សនៅក្រមនុស្សនៅលំបាកមិនធ្វើបនយូរទៅក្រទៅអញ្ចឹងដោយសារអីដោយសារយើងយល់បននៅលើកម្មវិធីបនគឺនៅក្នុងចិត្តយល់ទេបនគឺនៅក្នុងចិត្តដូចជាការរៀបការប្តីប្រពន្ធអញ្ចឹងវាមិនសំខាន់ណាស់រឿងរៀបការហ្នឹងទេសំខាន់ណាស់តើទាំងពីរអ្នកហ្នឹងយល់អធ្យាស្រ័យនៅមួយគ្នាបានអត់មែនទេការតែមួយថ្ងៃគេរុះរោងចោលអស់ហើយតែបើសិនជាអត់យល់គ្នាទោះបីអាចារ្យហ្នឹងហៅទេវតាមកមេឃមកឲ្យពរក៏ដោយក៏នៅជាមួយគ្នាមិនបានដែរមែនទេអញ្ចឹងការរៀបការហ្នឹងគ្រាន់តែជាបំពេញមុខមាត់តាមរបៀបប្រពៃណីតែប៉ុណ្ណោះបើយើងមិនរៀបការថាវាពិបាកនៅខ្មែរយើងណាហ្នឹងហើយអញ្ចឹងការរៀបការវាគ្រាន់តែជាប្រពៃណីវាគ្រាន់តែជារបៀបឲ្យវាពេញមុខពេញមាត់ក្នុងសង្គមហ្នឹងហើយប៉ុន្តែសំខាន់គឺការរស់នៅយោគយល់គ្នាឯនោះទេដូចគ្នានឹងដែរកតញ្ញូពិតប្រាកដមិនមែនត្រឹមតែជាកម្មវិធីបុណ្យទេកម្មវិធីបុណ្យជារបៀបប្រពៃណីអ្នកកាន់ព្រះពុទ្ធសាសនាតែសភាពពិតប្រាកដគឺជីវិតប្រចាំថ្ងៃណាការចម្រើនមេត្តាករុណាធម៌អីចឹងដែរចឹងបានអាត្មាឃើញញាតិញោមខ្លះគាត់ធ្វើបុណ្យច្រើនប៉ុន្តែចិត្តអត់មានករុណាធម៌ញាតិញោមដោយសារយល់ច្រឡំជាងការគាត់រហូតដល់គាត់ចម្រើនមេត្តាកម្មដ្ឋានទៀតមេត្តានុសតិចឹងពេលគាត់អង្គុយគាត់ថ្វាយគុំគាត់ចម្រើនមេត្តាប៉ុន្តែចេញមកវិញមកទៅចិត្តអត់បានអត់យល់គេសួរព្រះអង្គថាតើគួរចម្រើនមេត្តាពេលណាមើលញាតិញោមឆ្លើយមើលមេត្តាធម៌នោះគួរចម្រើនពេលណាហ្នឹងហើយវាលែងតែដេកលក់ឯងពេលយើងនិយាយគ្នាពេលយើងធ្វើអ្វីមួយយ៉ាងតើយើងចង់ផ្ដល់អ្វីដល់អ្នកស្ដាប់យើងណាគ្រាន់តែពេលនិយាយហ្នឹងយើងមានបំគំនិតថាយើងមិនចង់ឲ្យនរណាម្នាក់ឈឺចាប់ដោយសារពាក្យសម្ដីយើងអត់និយាយចាក់ដោតខណៈហ្នឹងហើយគឺការចម្រើនមេត្តាឃើញទេចាំទៅអង្គុយអីប៉ុន្តែអ្នកខ្លះចម្រើនមេត្តាចម្រើនអីនោះគាត់ខ្លាចរឿងគាត់ធ្លាក់នរកទេបានគាត់មេត្តានោះឧទាហរណ៍ថាគាត់ជន់សัตว์ងាប់អូសព្វេសត្តាវេរេហន្តតាមពិតមិនមែនចម្រើនមេត្តាខ្លាចខ្លួនឯងធ្លាក់នរកហ្នឹងជាងការអ្នកខ្លះនឹកពុទ្ធោដោយភ្នែកបតោព្រាកមកអូពុទ្ធោតាមពិតមិនមែននឹកពុទ្ធទេខ្លាចផ្ទះបាញ់